Nè, số giấy vô là lấy dương bật to một tiết dương kẹt niệm bàn P0 này cứ dương kẹt niệm bàn code HI 754 đó neutron section ACI 22.4.2.2 ចឹងកណនីតាមនឹងមក P0 គឺស្មើ 0.85 A prime C គុណនឹង AC ដល់ AST គុណនឹង AY AST ចឹងបាន P0 ហ្នឹងគឺស្មើឲ្យប៉ុណ្នេះគីឡូញូតនបន្ទាប់ពីបានប៉ុណ្ណឹងហើយយើងត្រូវដើម្បីកណនី PN បានយើងត្រូវរក PNX ហើយនិង PNY ចឹងយើងមើលនៅក្នុងនេះមកមេរៀនចឹងនេះចឹងករណីដែលយើងចូលគឺ reciprocal load method ដោយសារតែ POI វាធំជាង 0.1 phi A'(C) AC ចឹងយើងត្រូវរកក្រាបនេះអានេះក្រាបនេះយើងសង់លើកមុនហើយអញ្ចឹងយើងមើលនៅក្នុងយ៉ាក្រាមនេះមកនេះយើងឃើញថាបន្ទប់របស់យើងគឺនៅលើបន្ទាត់នេះអញ្ចឹងដើម្បីលើបន្ទាត់នេះបើសិនយើងចំណោលមកនេះវាត្រូវចំនេះ PN max នេះនេះចំ PN max ឬក៏យើងអាចឲ្យបន្ទប់វាមកឲ្យគុណ2មកប្រកបជាឃើញវាកាត់តាមនេះតោះហ្នឹងពេលយើងបន្លាយមកកាត់ខ្សែកោហ្នឹងគឺចំ PN max អញ្ចឹងយើងចំណោលកាយមកលើ AY មកយើងបាន PNX ហើយអញ្ចឹងណាអញ្ចឹងយើងបាន PNX ហ្នឹងគឺស្មើ PN max PNX គឺស្មើឲ្យ PN max កុំតែ PN max យើងគឺស្មើគេយើងមើលរូបមុនក្នុងកូដ ACI PN max ហ្នឹងគឺនេះយើងកាត់បន្ថយ 20% ដោយសារតែវាជា tie reinforcement មានន័យថាយើងចងវាជាដៃកងធម្មតាបើសិនជាវាជា spiral គឺយើងចូល 0.85 អញ្ចឹង PN max ហ្នឹងគឺស្មើឲ្យ PN max គឺ 0.80 P0 PN max គឺស្មើឲ្យ 0.80 គុណឲ្យ P0 អញ្ចឹងបានស្មើមែនគីឡូញូតនអញ្ចឹងវាបាន PNX ហើយអញ្ចឹង PNX គឺស្មើ PN max ស្មើប៉ុណ្ណឹងដូចគ្នាហើយ PNY គឺដូចគ្នា PNY ហ្នឹងដោយសារវារាងការ៉េអញ្ចឹងវាដូចគ្នាទេអញ្ចឹងស្មើ PN max ដែរឬក៏ស្មើ PNX អញ្ចឹងស្មើប៉ុណ្នេះគីឡូញូតនអញ្ចឹងយើងគណនាទៅ PN មក PN នេះយើងមានរូបមុននេះអញ្ចឹងលំហាត់របស់យើងនេះវាចូលតែមួយករណីទេដោយសារតែ POI របស់យើងគឺធំជាង 0.1 phi A'(C) AC អញ្ចឹងយើងបាននេះយើងគណនាមកយើងបានប៉ុណ្នេះគីឡូញូតន 10024 គីឡូញូតនអញ្ចឹងយើងគណនា POI លើ phi មកស្មើមែនអញ្ចឹងបើយើងគណនាក្នុងករណីតែមួយយើងគិតតែមួយឬក៏យើងគិតទាំងអស់ក៏បានដែរគិតទាំង P មកទាំងអស់ហ្នឹងអញ្ចឹងនេះវាគិតចូលគ្នាទាំងអស់ប៉ុន្តែក្នុងករណីហ្នឹងដោយសារតែបន្ទប់របស់យើងមើលវា linear វារត់មកលើខ្សែកោងនេះវារត់មកចំ PNX ដូចគ្នាអញ្ចឹងអាចគណនាមួយករណីក៏បានដែរអញ្ចឹងយើងរក load capacity ratio មកអ្នកចង់ដឹងថាវាធ្វើការប៉ុន្មានភាគរយចង់ដឹងវានេះហើយយកនេះយកបន្ទុកនេះ Ctrl C យក Ctrl C មកrồiចែកឲ្យ PN មកអញ្ចឹងយើងឃើញថាវា 0.96% វាធ្វើការ 96% អញ្ចឹងនេះយើងមានប៉ុណ្្នឹងទេធូរទេអញ្ចឹងនេះករណីបន្ទុកទី1វាធ្វើការ 0.96% ករណីទី2វាធ្វើ 84% ហើយករណីទី3វាធ្វើការ 47% ចានេះយើងមានតែប៉ុណ្្នឹងទេអញ្ចឹងហាត់ប៉ុណ្ណឹងរបស់យើងគឺចប់ហើយប៉ុណ្ណឹងអញ្ចឹងឧបមាថាករណីរបស់យើងវាបន្ទុកនៅត្រង់ចំណុចនេះអញ្ចឹងយើងបន្លាយវីអូមកវាកាត់តាមនេះ
ចំណុចនេះទី1ទី2នេះអញ្ចឹងយើងត្រូវរកចំណុចប្រសពរវាងខ្សែកោងនិងបន្ទាត់នឹងមកអញ្ចឹងយើងបានចំណុចប្រសពនៅលើ y គឺ PNX ឬក៏ PNY ហ្នឹងណាអញ្ចឹងករណីផ្សេងទៀតគឺយើងធ្វើដូចគ្នាអញ្ចឹងដោយសារករណីនេះវាករណីវាកាត់តាម PN max នេះអញ្ចឹងយើងយក PN max មកប្រើមកអញ្ចឹងនេះគឺនេះគឺជាភាគរយដែលវាធ្វើការគឺ 96% អញ្ចឹងយើងមានតែប៉ុណ្្នឹងទេបើមាននេះមកអាចសួរបងបានខ្ញុំមានប៉ុណ្ណឹង